Cá bị prey nia chơi không bè đông po bài tòngใน prey mùi không prote Campuchia miên sắt cần đột po prophe tôi mùi chmú mili tôi chiên crop svai bần tai bè đông rồi bo niên thông đôi bè chan niên ruột nơi crom đam chờ hai chầm nải pe chan ngay promo crop sơ để sắt slap tầm lẹ. Rosil cái đam mùi đây chập đam nhỏ. Thom. Chênh bị đam chờ một chọn đầm rấy thông bầm phọt mình thọp khởi. ឈ្មោះរបស់គាត់គឺថមហើយគាត់ត្រូវបានគេស្គាល់ថាជាយៈទន់ភ្លន់នៃព្រៃប៉ុន្តែថ្ងៃនេះថមមិនសុភាពទេគាត់កំពុងស្ទុះធ្ងោហើយទឹកភ្នែកបានស្រក់ចុះមកលើថ្ពាល់ពណ៌ប្រផេះដ៏ធំរបស់គាត់មេលីលូកដៃចូលរនរបស់នាងប៉ុន្តែពេលនាងក្រឡេកមើលទៅនាងឃើញថមឈឺចាប់ជើងដ៏ធំរបស់គាត់បានហូរឈាមលោកដំរីមេលីស្រែកទាំងមិនសប្បាយចិត្តសុខសប្បាយទេ ទេថមនិយាយទាំងញើតខ្ញុំបានបោះជំហានលើអ្វីមួយដ៏មុតស្រួចប៉ុន្តែខ្ញុំធំពេកក្នុងការមើលឃើញថាវាជាអ្វីហើយគ្មាននរណាម្នាក់ចង់ជួយខ្ញុំទេព្រោះខ្ញុំអាចនឹងវាយពួកគេដោយចៃដន្យមីលីព្រិចភ្នែកតិចប្រហែលជាខ្ញុំអាចជួយបានថមមើលទៅភ្ញាក់ផ្អើលកអ្នកប៉ុន្តែអ្នកតូចណាស់មីលីងក់ក្បាលដោយមោទនភាពពេលខ្លះអ្នកតូចអាចធ្វើរឿងធំបាន នាងបានស្ទុះទៅជើងយក្សរបស់សមហើយឡើងទៅក្នុងភ្នត់នៃស្បែកដ៏ក្រាស់របស់គាត់នៅទីនោះជ្រៅនៅចន្លោះម្រាមជើងរបស់គាត់នាងបានរកឃើញបន្លាមុតស្រួចជាប់ជើងរបស់គាត់ដោយអស់ពីកម្លាំងរបស់នាងបានទាញនឹងទាញប៉បបន្លាចេញមកថមបន្លឺសំឡេងត្រៃយ៉ាងត្រេកអរអ្នកបានធ្វើគាត់បានលើកទឹកចិត្តអរគុណកូនកណ្ដុរតូច ចាប់ពីថ្ងៃនោះមកមីលីនិងថមបានក្លាយជាមិត្តសម្លាញ់នឹងគ្នាធំនឹងយកមីលីនៅលើខ្នងរបស់គាត់ដើម្បីមើលកំពូលដើមចេកហើយមីលីនឹងជួយសមរកផ្លែឈើផ្អែមនិងស្រះទឹកត្រជាក់ហើយនៅពេលណាដែលនរណាម្នាក់សើចដាក់មីលីថានៅតូចថមនឹងញឹមហើយនិយាយថាកុំមើលស្រាលនរណាម្នាក់ដោយសារតែទំហំរបស់ពួកគេជាពិសេសកណ្ដុរដូចជាមីលីក